ចំណងជើងរឿងញួរ$1និងចំណេះដឹង$999មានរោងចក្រដ៏ធំមួយដែលមានម៉ាស៊ីនទំនើបបំផុតថ្ងៃមួយម៉ាស៊ីនដ៏សំខាន់បំផុតរបស់រោងចក្រស្រាប់តែខូចធ្វើឲ្យចង្វាក់ផលិតកម្មទាំងមូលត្រូវបញ្ឈប់ម្ចាស់រោងចក្របានហើយជាងជួសជុលល្បីជាច្រើនអ្នកមកមើលប៉ុន្តែគ្មាននរណាម្នាក់អាចធ្វើឲ្យម៉ាស៊ីននោះដើរឡើងវិញបានឡើយចុងក្រោយម្ចាស់រោងចក្របានសម្រេចចិត្តហើយជាងចំណាស់ម្នាក់ដែលចូលនិវត្តន៍ទៅហើយមកជួយជាងចំណាស់ដើរជុំវិញម៉ាស៊ីននោះយ៉ាងស្ងប់ស្ងាត់គាត់យកដៃស្ទាបមករកផ្នែកកំខាងនៃម៉ាស៊ីនរួចគាត់ដកញួរតូចមួយចេញពីកាបូបហើយវាយទៅលើកន្លែងនោះមួយញួរយ៉ាងស្រាលផាំងស្រាប់តែម៉ាស៊ីននោះចាប់ផ្ដើមដំណើរការឡើងវិញភ្លាមម្ចាស់រោងចក្រសប្បាយចិត្តណាស់រួចសួរពីតម្លៃឈ្នួលជាងចំណាស់ឆ្លើយថាតម្លៃគឺ$1,000ម្ចាស់រោងចក្រភ្ញាក់ផ្អើលអីក៏ថ្លៃម្ល៉េះលោកគ្រូគ្រាន់តែវាយមួយញួរសោះនឹងតើលោកគ្រូអាចរាយការណ៍លម្អិតពីចំណាយបានទេជាងចំណាស់ញឹមរួចសរសេរលើក្រដាសមួយសន្លឹកថាតម្លៃនៃការវាយមួយញួរ$1តម្លៃនៃការដឹងថាត្រូវវាយនៅកន្លែងណា$999ម្ចាស់រោងចក្រអានរួចក៏យល់ច្បាស់ពីតម្លៃនៃបទពិសោធន៍ហើយក៏ប្រគល់ប្រាក់ឲ្យជាងចំណាស់ដោយក្តីគោរពមេរៀននៃរឿងកុំវាយតម្លៃការងាររបស់អ្នកដទៃត្រឹមតែរយៈពេលដែលគេធ្វើរូបករណ៍ដែលគេប្រើតម្លៃពិតប្រាកដស្ថិតនៅលើចំណេះដឹងនិងបទពិសោធន៍ដែលគេបានចំណាយពេលរាប់សិបឆ្នាំដើម្បីទទួលបានវាចំណុចសម្រាប់វិភាគញួរ$1តំណាងឲ្យសកម្មភាពដែលមើលទៅហាក់ដូចជាសាមញ្ញនិងងាយស្រួលកន្លែងដែលត្រូវវាយជានិមិត្តរូបនៃភាពវៃឆ្លាតនិងការយល់ដឹងពីចំណុចស្នូលនៃបញ្ហាម្ចាស់រោងចក្រឆ្លុះបញ្ចាំងពីសង្គមដែលជារឿយមើលឃើញតែលទ្ធផលខាងក្រៅតែមើលរំលងការលះបង់ពីក្រោយខ្នងតម្លៃនៃអ្នកជំនាញតើការងារដែលមានប្រសិទ្ធភាពខ្ពស់គួរតែទូទាត់តាមម៉ោងធ្វើការឬលទ្ធផលនៃចំណេះដឹង